បន្ទាប់ពីឃើញហើយវាភ្ញាក់ភ័យសឹងតែបាសសក់ព្រឺសម្បុរកង្កែបទើបប្រញាប់បកក្រោយដើរត្រឡប់ទៅរោងវិញភ្លាមដើរទាំងញាប់ជើងបណ្ដានិងធ្វើជាច្រៀងលេងបណ្ដាដើម្បីកុហកខ្លួនឯងកុំឲ្យខ្លាចកាលពីថ្ងៃនៅមានពន្លឺដឹកទៅមករៀងលឿនគ្រាន់ដល់អាចិតក្បាលប្រលប់ទៅហើយទៅមួយជើងក៏បាត់ឈឹងវាពលរអ៊ូតិចម្នាក់ឯងទាំងដែលតាមពិតក្នុងចិត្តវាក៏ដឹងច្បាស់ដែរថាពេលទឹកលិចម្ដងគឺពិបាកធ្វើដំណើរណាស់ហើយបើទោះជាបានទៅដល់ផ្ទះក៏ត្រូវរើរៀបទុកដាក់ផលដំណាំទាំងអស់ត្រូវចំណាយពេលយូរតែធ្វើមិនដេញបើមនុស្សកំពុងតែខ្លាចសឹងតែលិចនោមទៅហើយទោះទ្រាំចាំ1នាទីក៏យូរដូច1ម៉ោងដែរតាមពិតទៅការដឹកជញ្ជូនជើងចុងក្រោយបង្ហើយនឹងមានតែបន្លែដំណាំបន្តិចបន្តួចសល់ពីនឹងគឺមានតែម៉ាស៊ីនម៉ាស៊ូតកញ្ចាស់ក្បាលបូមច្រេះចាប់ខ្សែរឹតកំណល់ឈើរួមនឹងសម្ភារៈជួសជុលមួយចំនួនប៉ុណ្ណោះមេឃកាន់តែងងឹតភ្នែកវាកាន់តែរវាត្រចៀកឬសម្រាប់អ្វីបន្តិចក៏ងាកភ្លាមសឹងតែរបូតកចេញពីក្បាលក្រឡេកទៅឆ្ងាយកន្លែងម្ដុំមនុស្សកំពុងប្រជុំគ្នារកត្រីពន្លឺភ្លើងចង្កៀងផងភ្លើងពិលពាក់ក្បាលផងចាប់ផ្ដើមឃើញមានច្រើនទៅដូចអំពិលអំពែកផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងកាន់តែយប់លបឿនទឹកហូរស្នូកាន់តែខ្លាំងលុបបាត់សំឡេងចង្រិតនិងសត្វល្អិតតាមដប់ព្រៃពេលមេឃងងឹតក៏ពឹងត្រឹមលើចង្កៀងប្រេងកាតតូចមួយអុចបំភ្លឺក្នុងរោងឆេះលឹមមានលំភោងកែវគ្រាន់ទប់ខ្យល់មិនឲ្យរលត់សំឡេងទឹកហូរលាន់មកច្បាស់ជួនកាលក៏ឮសូរដីជ្រាំងរបេះបាត់ឬក៏រលំដើមឈើធ្លាក់ចូលទៅក្នុងទឹកធ្វើឲ្យអាបឿនភ្នែកសដូចត្រីស្ងោរនៅក្នុងឆ្នាំងយូរម្ដងក៏មានមនុស្សដើរពីចំការឯម្ខាងព្រែកធ្វើឲ្យអាបឿនរៀងអបន្តិចតែទោះយ៉ាងណាក៏គេនោះមិនអាចដើរឆ្លងព្រែកដូចមុនឡើយបានត្រឹមស្រែកហៅលេងបន្តិចក៏ដើរបង្ហួសទៅឆ្លងស្ពានថ្មខាងលើបាត់ទៅលុះយប់កាន់តែស្ងាត់ចិត្តក៏កាន់តែខ្លាចប្រសិនបើមានខ្មោចមកលងបន្លាចក៏មិនដឹងរត់ទៅណាបើយប់ងងឹតមើលផ្លូវលែងឃើញហើយចុងក្រោយបើមិនសន្លប់នឹងខ្មោចលងក៏ងាប់នឹងពុះពឹសខំចឹកពេលរត់ទៅនឹងដែរសំនឹងខែទឹកឡើងលងលិចសពទិសទីអីចឹងផងច្រើនសម្បូរណាស់មិនខ្វះទេខ្វះតែមនុស្សស្ម័គ្រចិត្តឲ្យវាខំប៉ុណ្ណោះនិយាយដល់រឿងពស់ក៏កើតចិត្តនឹកដល់ពស់ចម្លែកថ្ងៃមុនដែលក្មេងៗប្រទះឃើញពងរបស់វាហើយគ្រប់គ្នាក៏កំពុងសង្ស័យថាវាកំពុងលាក់ពួនរស់នៅក្នុងភូមិចុះបើពេលនឹងស្រាប់តែវាបង្ហាញខ្លួនមក
ង់ឬមិនចង់ច្បាស់ខ្លាយជាអាហារពេលយប់របស់វាមិនខានសមនឹងរូបរាងកំពុងស្គមកំប្រឹងឆ្អឹងជំនីដូចខ្សែចាប៉ីពោះយៈលេបជាចំណីតែមួយក្អឹកអស់ល្មមកំពុងតែស្លងអារម្មណ៍អណ្ដែតអណ្ដូងដូចដងអណ្ដែតទឹករំពេចនោះស្រាប់តែឃើញសត្វអ្វីម្យ៉ាងមិនដឹងខ្មៅស្ទង់ផ្លាស់ទីម្ដងទៅឆ្វេងម្ដងទៅស្ដាំគួរឲ្យសង្ស័យច្បាស់ណាស់ច្បាស់ជាពស់ក្បាលពីរនោះយ៉ាងប្រកបចប់ហើយជីវិតពេលនេះអាបឿនមកចង់យំបន្តិចចង់ពេបបន្តិចរហូតសត្វនោះបានមកដល់ក្បែររោងក៏ឃើញច្បាស់ថាជាឆ្កែខ្មៅមួយក្បាលបានរត់កាត់ទឹកកាត់ភក់ពីទីណាមកស្រមកខ្លួនមកឈប់ដង្ហក់លៀនអណ្ដាតដាក់វាក្បែររោងចំការប្រលឹងរៀងរៀបនឹងចុះស៊ីប្រលិតហើយខណៈនោះក្រវៀសភ្នែកចៃដន្យក៏ឃើញភ្នក់ភ្លើងឯមាត់ព្រែកឆេះដងគោលមិនដឹងថានរណាបានបង្កាត់ចោលឃើញទាំងស្រមោលមនុស្សព្រាលកំពុងអង្គុយជក់បារីទៀតផងអាបឿនលេបទឹកមាត់អបន្តិចភ័យបន្តិចនៅត្រង់ថានឹងបានមានគ្នាក្រនកក់ក្ដៅចិត្តមិនព្រួយនៅម្នាក់ឯងទៀតប៉ុន្តែចិត្តមួយក៏នៅរៀងភ័យនឹងគិតថាតើមនុស្សមកពីណាហេតុអ្វីបានជាអាចដើរឆ្លងព្រែកពីផ្លូវមកខាងទៀតនោះមកបានប្រសិនបើគេដើរផ្លូវខាងនេះសមនឹងមិនអាចរំលងភ្នែកវាឡើយត្បិតផ្លូវរទេះជាប់រោងចំការគឺមានតែមួយប៉ុណ្ណោះឬក៏ជាអ្នកភូមិចុះមករកត្រីដើរសរសៀចេញពីព្រែកម្ដុំព្រៃស្វាយនោះមកប៉ុន្តែហេតុអ្វីក៏ឆាប់បង្កាត់ភ្លើងម្លេះឬក៏គេរកត្រីបានហើយគិតចុះគិតឡើងមួយសន្ទុះវាក៏សម្រេចដើរទៅក្បែរភ្នក់ភ្លើងនោះយ៉ាងក្លាហានព្រោះយល់ថាវាមិនដែលមានខ្មោចឯណាចេះមកបង្កាត់ភ្លើងទេដោយការស្មានរបស់វាមិនខុសបានទៅដល់ទីនោះក៏ប្រទះលោកអ៊ំវ័យចំណាស់ម្នាក់អាយុខ្ទង់ជា50ប្លាយកំពុងអង្គុយជក់បារីបង្ហុយផ្សែងយ៉ាងរំភើយអាវប្រឡាក់ដីភក់តិចជាប់ដោយញើសសើមស្លៀកខោចែវខ្មៅជើងធំអង្គុយបាញ់ឈរជង្គង់ពាក់មួកស្លឹកត្នោតកញ្ចាស់ញញឹមសម្លឹងមើលទៅវាពេលបានដើរទៅដល់នៅជាប់នឹងភ្នក់ភ្លើងយល់រងើកក្រហមច្រាលក៏ឃើញត្រីឆ្លាំងធំពីរ3ក្បាលដោតឈើបាញ់ឈរអាំងស្រក់ខ្លាញ់ឆេវមានទាំងទឹកត្រីសាប់ស្វាយខ្ចីថ្មីថែមខ្ទឹមក្រហមប៉ុន្មានចំណិតផងក្នុងកូនចានមួយដែលបានរៀបចំរួចជាស្រេចនៅក្បែរគ្នានោះដោយឃើញច្បាស់ថាជាមនុស្សហើយវាក៏អង្គុយចុះក្បែរដោយមិនចាំបាច់អញ្ជើញហើយក៏បានធូរចិត្តបាត់ការភ័យខ្លាចសមម៉ែនឹងពុកកំពុងយូរផងក៏គិតថាផ្ញើខ្លួននឹងគាត់សិនទៅលោកអ៊ំបឺតបារីមួយក្រហមតិចទំនងស្អកកមុននឹងចាប់ផ្ដើមសួរនាំច្រើនទៅវាថាជាកូនអ្នកណាមានផ្ទះនៅឯណានៅធ្វើអីម្នាក់ឯងយប់ប្រលប់ថ្មើរនឹងហើយមិនខ្លាចខ្មោចទេអីអាបឿនក៏បានឆ្លើយទៅតាមដំណើរនោះទៅទាំងដែលភ្នែកវាហាក់ជាប់ចិត្តទៅនឹងត្រីអាំងក្បែរភ្លើងនោះជាង
ទើបចេះតែលួចដៀងសំឡឹងមើលហើយមើលទៀតឲ្យទ្រាំម្ដេចបានលោកហើយបើស៊ីបាយតាំងពីថ្ងៃដល់ល្ងាចឡើងរវល់តែភ័យភ្លេចនឹកឃើញឃ្លានក៏ទើបនឹងគោពោះភ្លាមក្រោយពីឃើញត្រីអាំងនៅក្បែរភ្លើងលោកអ៊ំបានសួរនាំតែបន្តិចក៏បន្តបឺតបារីទៀតជាធម្មតាហើយបងក៏ប្រាប់វាឲ្យយកត្រីអាធំជាងគេនោះស៊ីទៅប្រសិនបើឃ្លានស៊ីមួយក៏បានពីរក៏បានឲ្យតែគ្រប់គ្រាន់ព្រោះត្រីនៅមានច្រើនទៀតមិនខ្វះទេដំបូងអាបឿនវាហាក់មិនទាន់ហ៊ានបានត្រឹមក្រវីក្បាលតិចលុះគាត់បង្ខំញឹកពេកក៏ទុករឿងអៀនខ្មាស់ចោលទៅម្ដុំចាប់ឈើដោតត្រីឆ្លាំងធំមកខាំស៊ីយ៉ាងឆ្ងាញ់មាត់សាច់របស់វាផ្អែមមុតតាមរបៀបសាច់ត្រីខែទឹកដំឡើងមានទាំងពងពេញពុះខ្លាញ់រងើមជាប់តាមស្បែកទោះជាមានមាន់ស្ងោរឬក្បាលជ្រូកក៏មិនដូរដែរថាត្រីវាឆ្ងាញ់រកអ្វីថ្លែងពុំបានទៅហើយនៅឡើយទឹកជ្រលក់ក៏រសជាតិមិនអាចបំភ្លេចបានសែនត្រូវគ្នាមែនតែនជាមួយស្វាយខ្ចីនិងម្ទេសញិចមួយគ្រាប់ពីរគ្រាប់ផងអាបឿនគិតតែពីខំហើយកកែដូចមិនដែលធ្លាប់បានស៊ីយកបើតាមពាក្យស្មោកគ្រោកគេនិយាយថាពួយមួយអស់ដៃនៅអំពុលគិតអីបើក្រពះគោក្រោកចង់ដាច់ពូវៀនតាំងពីក្បាលប្រលប់មកម្លេះលោកអ៊ំក៏បានសួរវាបន្តទៀតថាតើចំការនៅឯណាវាក៏យកដៃចង្អុលប្រាប់ត្បិតមាត់កំពុងរវល់ជាប់ជញ្ជក់យកជាតិត្រីឆ្លើយតបភ្លាមមិនរួចរហូតស៊ីអស់ត្រីធំមួយនៅសល់តែឆ្អឹងភាពឃ្លានក៏បានស្បាយបន្តិចដែរល្មមអាចមានពេលយកដៃអាវក្រវាសជូតមាត់ដែលប្រឡាក់ទៅដោយខ្លាញ់ឃើញលោកអ៊ំស្ងាត់វាក៏ចាប់សញ្ជឹងគិតតែម្នាក់ឯងថាតើអ៊ំប្រុសនឹងមកពីណាមិនបានមិនស្គាល់ចំការរបស់វាសមបើជាអ្នកភូមិមុខជានឹងស្គាល់គ្រួសាររបស់វាយ៉ាងប្រាកដឬក៏គាត់មកពីស្រុកផ្សេងប៉ុន្តែហេតុអ្វីក៏បែរជាមកផ្សងព្រេងរកត្រីដល់ទីនេះបានដើមរាត្រីខ្យល់ត្រជាក់បក់មកល្វើយអង្រួនដើមត្រែងនិងចុងស្វាយទង្គិចគ្នាលាន់ប្រាវលាយឡំសំឡេងទឹកព្រែកកំពុងហូរគួចត្របាញ់នៅក្បែរខ្លួនយ៉ាងច្រើនស្អែកឬខានស្អែកទីដែលកំពុងអង្គុយនេះច្បាស់នឹងត្រូវលិចត្រឹមជង្គង់អស់ហើយដោយមិនទាន់ឆ្អែតដល់កំណត់អាបឿនក៏ចាប់ត្រីមួយផ្សេងទៀតមកស៊ីបន្តរហូតអង្គុយយូរច្រមុះក៏ចាប់ផ្ដើមធុំក្លិនស្អុយអ្វីម្យ៉ាងខ្លាំងទៅរហូតដល់ទ្រាំមិនបានវាក៏ទាញភ្លើងអស់មួយមកឈួលបំភ្លឺពិនិត្យមើលក្បែរជាពិសេសបាតស្បែកជើងខ្លួនឯងក្រែងចៃដន្យដែលមិនប្រយ័ត្នបានជន់លើមីនពួកអាដែងដែលបានដោះទុកចោលរត់រាយនៅលើដីគ្មានរើសទីតាំងដោយមិនអស់ចិត្តវាក៏សួរទៅលោកអ៊ំថាមានធុំក្លិនអ្វីអាក្រក់ដែរឬអត់តែគាត់ក៏បានត្រឹមញញឹមនិងក្រវីក្បាលអាបឿនកាន់តែឆ្ងល់ប្រឹងងាកបង្វិលមើលឆ្វេងមើលស្ដាំ
ក៏នៅតែគ្មានឃើញអ្វីចម្លែកតែហេតុអ្វីវានៅតែមានធំក្លិនស្អុយដល់ថ្នាក់សូម្បីតែត្រីដែលវាកំពុងកាន់នឹងដៃក៏ស្អុយអាសោចដូចត្រីរលួយងាប់តាំងពីថ្ងៃណាមកវាឆ្អើមរកកលចង់នឹងក្អួតម្ដងតែមិនហ៊ានព្រោះស្ដាយត្រីនៅក្នុងពោះបានត្រឹមធ្វើមុខភ្លឹះតែម្នាក់ឯងបន្តិចក្រោយក៏ស្រាប់តែមានពន្លឺភ្លើងពិលឆ្វេងឆ្វាចចាំងពីក្រោយខ្នងឮទាំងសំឡេងនរណាម្នាក់ស្រែកហៅឈ្មោះរបស់វាផងលាន់ល្វើយមកតាមខ្យល់រហូតមកដល់កាន់តែគៀកទើបវាស្គាល់ថាជាសំឡេងឪពុកវាគាត់ធ្វើដំណើរដោយដៃម្ខាងកាន់ពិលដៃម្ខាងខ្ទប់ច្រមុះព្រោះតែក្លិនស្អុយលុះដើរមកកាន់តែគៀកទើបអាចមើលឃើញវានិងចាប់សួរពីចម្ងាយដោយសំឡេងឮថាឯងមកសំងំធ្វើអីត្រង់នឹងម្នាក់ឯងទាំងយប់ងងឹតថ្មើរនឹងហើយបន្ទាប់ពីបានដើរទៅដល់នឹងចាំងភ្លើងមើលទៅក៏ឃើញអាបឿនកំពុងអង្គុយស៊ីដុំដីនិងស្មៅប្រឡាក់ប្រឡូសពេញមាត់ហើយនៅជាប់ក្បែរវានោះក៏មានសាកសពហើមរលួយដែលគេបានប្រទះឃើញកាលពីថ្ងៃនោះនៅតាក់ទើជាប់ច្រាំងជះក្លិនស្អុយអាសោចគ្មានពាក្យថ្លែងអាបឿនវាភ្ញាក់ខ្លួនព្រឺតដូចគេបោចសក់ក្បាលបញ្ច្រាស់បើកភ្នែកធំសម្លឹងមើលទៅឪវាមុខចង់យំបន្តិចចង់ស្រែកបន្តិចតែស្រែកមិននឹងរួចបើដីនឹងស្មៅនៅពេញមាត់ឃើញសភាពការមិនស្រួលឪរបស់វាក៏បានគ្រាវាចេញពីទីនោះយ៉ាងលឿនប្រញាប់រូតរះឡើងរទេះចេញដំណើរទៅផ្ទះភ្លាមមិនបងអង់យូរឡើយទៅដល់ផ្ទះអាបឿននៅតែញ័រខ្លួនមិនទាន់បាត់លែងឃ្លានបាយទឹកទូភួយដេកស្រែករវើរវាយដូចមនុស្សឆ្កួតយប់នោះវាដេកមិនស្រណុកវិវត្តទៅជាក្តៅខ្លួនមុខមាត់ស្លេកស្លាំងដូចមាន់ស្ងោរអង្គុយចោងហោងក្អួតចង្អោរប្រកាច់ប្រកិនទាំងកណ្ដាលយប់វាចាប់ផ្ដើមវង្វេងលែងស្គាល់ខុសត្រូវនិយាយបបាច់បបោចតែម្នាក់ឯងភ្នែកក្រឡេកក្រឡាប់សម្លឹងទៅធ្នឹមផ្ទះហើយប្រាប់គេគ្រប់គ្នាថាមានខ្មោចកំពុងអង្គុយនៅទីនោះប្រុងនឹងហក់ចុះមកដើម្បីធ្វើបាបវាដោយឃើញថាការដេកក្រោមធ្នឹមក្រែងវាមិនល្អម៉ែរបស់វាក៏បានអូសកន្ទេលទៅកន្លែងផ្សេងតែសភាពវាក៏នៅពុំឃើញមានអ្វីល្អប្រសើរសោះរំលងអត្រាទៅហើយសំឡេងស្រែករបស់វាប្រដូចបានមេក្រូបន្តរំលងផ្ទះ2ផ្ទះ3ឲ្យគេឯងភ្ញាក់ទាំងភ័យដើរមកសួរនាំទាំងងងុយស្ងាបអស់ពីនិយាយម្នាក់ឯងវាចាប់ផ្ដើមរើបំរាស់លោតទៅជើងលោតទៅត្បូងហក់ប្រតោងតាមជញ្ជាំងដូចស្វាហើយក៏ធ្លាក់មកក្រោមវិញខ្ពាកដូចជីងចក់ធ្លាក់ពីដំបូលដោយឃើញសភាពវាកាន់តែមិនស្រួលខ្លាំងគេក៏បង្ខំចិត្តយកខ្សែចងដៃជើងរបស់វាសិនការពារវាទៅបង្កបញ្ហាកាន់តែធ្ងន់ជាងនឹងទៀត
អ្នកខ្លះថាវាក្តៅខ្លួនខ្លាំងពេកទើបវង្វេងតោងត្រូវឲ្យបញ្ចុកទឹកខ្ញីស្រស់ទើបបានស្បើយឮហើយម៉ែវាក៏ចុះទៅក្រោមទាំងយប់ងងឹតទៅជីកកកាយមើមខ្ញីក្បែរកន្លែងខ្មោចដែលស្លាប់ទៅប៉ុន្មានថ្ងៃមុនលែងគិតខ្លាចអ្វីទៀតហើយព្រោះដើម្បីតែកូនហើយប្រសិនបើខ្មោចណាហ៊ានបង្ហាញខ្លួនខុសពេលច្បាស់ជាត្រូវក្បាលមួយជាប់ជីករបស់មីងហើយត្បិតកំពុងតែមានទុកក្រពុលមុខផងជីកបានរួចរាល់គាត់ក៏បន្តយកវាមកលាងទឹកនិងបុកលាយទឹកក្តៅតិចៗឲ្យវាផឹកតែជាលទ្ធផលក៏ក្អួតអស់គ្មានសល់មួយដំណក់រីឯអ្នកងប់ងល់នឹងរឿងអបិយជំនឿបានចោទប្រកាន់ថាច្បាស់ណាស់វាច្បាស់ជាត្រូវប្រលឹងខ្មោចព្រាយណាមួយចូលសន្ធិដ្ឋហើយទុកយូរទៀតមិនបានឡើយច្បាស់ជាគេកាច់យកជីវិតទៅមិនខានតោងត្រូវរៀបគ្រឿងរណ្ដាប់ជាបន្ទាន់និងអញ្ជើញម៉ែគ្រូមកបង្ក្រាបឲ្យទាន់ពេលវេលាមិនដឹងថាសភាពរបស់វានេះគឺមកពីមានខ្មោចធ្វើមែនឬក៏មកពីបញ្ហាសុខភាពរបស់វាឡើយណាមួយក៏ទើបនឹងស៊ីរបស់ស្មោកគ្រូកាលពីក្បាលប្រលប់នោះចូលពោះច្រើនផងម្ដាយឪពុករបស់វាតល់តម្រេះគិតអ្វីក៏មិនចេញបានត្រឹមអល់ឯងចិត្តមួយចង់យកទៅពេទ្យចិត្តមួយចង់ទៅហៅម៉ែគ្រូដែលមានផ្ទះនៅក្បែរវត្តប៉ុន្តែយប់រំលងអត្រាទៅហើយមេឃក៏នៅរលឹមប្រយឯផ្លូវក៏ឆ្ងាយទៀតមិនរំពឹងឡើយថាលោកយាយម៉ែគ្រូនោះនឹងបើកទ្វារឯពេទ្យក៏រឹតតែគ្មានសង្ឃឹមថាគេនៅធ្វើការដែរចុងក្រោយម្ដាយរបស់វាក៏បានត្រឹមអុជធូបរាប់សិបដើមដាក់នៅខាងលើផងខាងក្រោមផងសៀតជញ្ជាំងផងបែរបន់អស់ហើយទេវតាជីដូនជីតាកុងម៉ាមិនដឹងជាកុងម៉ាស្អីបើស្បែកខ្មៅដូចក្របីឯសាច់ញាតិក៏សុទ្ធតែខ្មែរតច្រើនជំនាន់ហើយគ្រប់គ្នានៅលើផ្ទះអង្គុយមើលវាឡើងក្រហមភ្នែកមិនមែនអាណិតពេលឃើញវាស្រែកតែមកពីថ្លង់ពេកដេកមិនបានហើយក៏ឆ្លក់នឹងផ្សែងដែលហុយចេញពីធូបច្រើនសរសៃនោះផងទោះយ៉ាងណាក្រោយពីការបាយបន់រួចបន្តិចវាក៏ស្រាប់តែស្ងប់ស្ងាត់ទៅវិញដូចមនុស្សត្រូវថ្នាំធ្វើឲ្យអ្នកក្បែរខាងដែលជាប់ស្និទ្ធនឹងជំនឿបាននិយាយឡើងថាអញថាហើយថាវាច្បាស់ជាមានស្អីតោងខ្លួនហើយឃើញទេកុំតែបានបារមីដូនតាជួយឃុំក្រងទើបវាព្រមនៅស្ងៀម
ដោយឃើញថាការបែកបន់ពីយប់មានប្រសិទ្ធភាពព្រឹកឡើងឪពុករបស់វាបានដាក់គោលដៅចេញទៅអញ្ជើញម៉ែគ្រូនោះភ្លាមតាំងពីមេឃទើបនឹងរះថ្ងៃក្រហមប្រប្រាស់ចុងព្រៃទុករឿងពេទ្យទៅដោយឡែកសិនរីឯនាងជាប្រពន្ធបានចាត់ចែងមន់ស្ងោកន្ទុនបាក់កអាការសាហាវនិងនំនែកផ្សេងទៀតត្រៀមទទួលម៉ែគ្រូតាមពិតទៅម៉ែគ្រូដែលបានអញ្ជើញមកនោះពីដើមឡើយគាត់គឺជាដូនចាស់ដែលមានជំនាញខាងឆ្មបហើយគាត់ក៏ជាអ្នកដែលធ្លាប់បានជួយបង្កើតអាបឿនផងដែរតែច្រើនឆ្នាំក្រោយមកក៏ឮថាគាត់ទទួលបានបារមីកាន់ទើបបដូរអាជីពជាម៉ែគ្រូវិញម្ដងដើម្បីជួយស្រោចស្រង់សត្វលោកណាដែលជួបទុក្ខគាត់អាចទាយស្រោចទឹកប្រោះព្រំលើករាសីបណ្ដេញខ្មោចព្រាយដោះពឹសសត្វសាហាវខំនិងជារូបស្នងផងដែរក្រោយបានមកដល់ទទួលពិនិត្យស្ថានភាពបន្តិចបន្តួចរួចហើយគាត់ក៏ចាត់ពិធីតាមរបៀបដែលធ្លាប់ធ្វើកន្លងទៅនោះជាបឋមគាត់បង្គាប់ឲ្យម៉ែឪទៅអុជធូបដាក់តាមធ្នើធូបទៀតបន្ទាប់មកទើបគាត់ចាប់អង្គុយភាវនាមាត់ជីបអូចម្នាក់ឯងហាមអ្នកអង្គុយក្បែរមាត់កឬសួរនាំអ្វីកាត់ចង្វាក់ម្ដាយឪពុកអាបឿនអង្គុយស្ងៀមថ្មឹងដោយរូបចម្លាក់តែរួយតោងក៏មិនហ៊ានទះនៅខ្សឹបខ្សៅក្នុងចិត្តបែបន់ឲ្យតែកូនឆាប់បានធូរស្ងាត់យកតែមែនតែនគ្រប់គ្នាដែលមកចូលរួមគ្មាននរណាហ៊ានហាស្ដីឡើយលុះបន្តិចក្រោយស្រាប់តែម៉ែគ្រូស្រែកចាចពុតពេនខ្លួនលើកដៃឆ្កាចុះឡើងដំឡើងភ្នែកពោលស្ដីលឺឡើងថាអញខឹងណាស់អញខឹងនឹងអាក្មេងម្នាក់នឹងណាស់វាប្រហើនវាមិនគោរពអញទេអញនឹងកាច់យកវាទៅបម្រើអញហើយឮបែបនេះម៉ែអាបឿនចាប់ផ្ដើមទួញយំទឹកភ្នែកទឹកសម្បោសំពះពោលសុំទៅភ្លាមថាកូនចៅដឹងកំហុសហើយកុំធ្វើបាបគ្នាអីគ្នានៅក្មេងណាស់សូមទុកជីវិតឲ្យកូនចាកូនព្រាបផងកូនចៅនឹងបំពេញបំណងជាអាហារចំណីត្រីសាច់តាមការគួរម៉ែគ្រូជារូបស្នងដែលមិនទាន់បានដឹងផងថាជាបារមីដែលកំពុងចូលនោះជានរណាមកពីណាបានត្រឹមបូនមាត់បៀកកាក់ស្លាធ្វើមុខហាក់កំពុងខឹងក្រោធសម្បើមណាស់រហូតបន្តិចក្រោយទើបបន្តពាក្យទៀតថាបើចេះដឹងខុសត្រូវអីចឹងអញលើកលែងឲ្យបានអញមិនយកវាទៅជាមួយទេតែត្រូវរៀបចំឲ្យអញបានស៊ីឆ្អែតសិនមានប្រសាសន៍មកបានតែប៉ុណ្នេះគាត់ក៏អោនទៅស្ដោះពី3ផែតលើមុខអាបឿនដែលកំពុងដេកដូចមនុស្សគ្មានវិញ្ញាណទទួលយកទៅឯងទឹកមាត់និងកាកស្លាវត្ថុទឹកដ៏ថ្លៃថ្លាមិនងាយនឹងរកបានក្រោយបានទទួលខ្សែផ្សោយចំណីអាការសាហាវនិងកន្ទុនបាក់ករួចរាល់បារមីនោះក៏បានចេញទៅវិញស្ងាត់ទាំងមិនទាន់បានដឹងឈ្មោះផងនៅឡើយតែអាបឿនបន្តដេកទាំងស្លេកស្លាំងមុខរង្វង់ភ្នែកខ្មៅជាំដូចគេយកធ្យូងគូសជារង្វង់ជុំវិញរាងកាយញ័រញាក់ដូចកូនសត្វត្រូវទឹកភ្លៀងរំលងបានប៉ុន្មានថ្ងៃដោយឃើញវាឥតមានប្រសើរឡើងសោះចុងក្រោយម្ដាយឪពុកក៏បានសម្រេចដឹកតាមរទេះទៅមណ្ឌលសុខភាពក៏បានដឹងថាវាគ្រុនក្តៅផងរាករូសផងនិងគ្រុនឈាមផងព្រោះមួយរយៈប៉ុន្មានថ្ងៃកន្លងដេកចាំរោងនៅចំការមានមូសច្រើនបានខាំវា